នៅក្នុងភាសាចិនណាទម្រង់នៃការសួរអាយុវាមានច្រើនសន្តានមែនតើច្រើនទម្រង់មែនតើថ្ងៃនេះខ្ញុំនឹងលើកយកពីទម្រង់ខ្លះៗនៃការសួរអាយុអញ្ចឹងខ្ញុំលើកយកទី1បើសិនជាយើងចង់សួរទៅក្មេងៗដែលមានអាយុតូចៗដែលមានអាយុក្រោម10ឆ្នាំហ្នឹងភាសាចិនភាគច្រើនគេសួរថានីជីស៊ុយឬក៏នីជីស៊ុយលើអញ្ចឹងសួរទៅកាន់ក្មេងៗទម្រង់ទី2គឺយើងសួរទៅអ្នកដែលមានវ័យសម្បាគ្នាដែលមានអាយុប្រហែលគ្នាហ្នឹងឬក៏យើងសួរទៅអ្នកចិត្តដិតយើងពាក្យច្រើនគេប្រើសួរថានីតតាឬក៏នីតតាលើទី3គឺទម្រង់នៃការសួរអាយុដូចគ្នាបែបជាការនិយាយជាមួយនឹងការសរសេរគឺគេសួរថានីជីញៀនតតានេះថាអ្នកអាយុប្រមាណដូចគ្នាទី4ទម្រង់នៃការសួរបែបជាលក្ខណៈសិលធម៌ឬក៏បែបជាការគោរពគេសួរថានីតតាញៀនជីនិនតតាញៀនជីន័យថាតើលោកអាយុប៉ុន្មានហើយទម្រង់ទី5ហ្នឹងគឺគេសួរបែបសិលធម៌បែបសុជីវធម៌ដូចគ្នាគឺសួរថានិនតតាស៊ុយស៊ូនិនតតាស៊ុយស៊ូមានន័យថាតើអ្នកអាយុប៉ុន្មានដូចគ្នាទម្រង់ទី6ដូចគ្នាបែបសិលធម៌ឬក៏បែបសុជីវធម៌ដូចគ្នាមានន័យថាយើងសួរទៅកាន់អ្នកដែលមានបណ្ដាសាសខ្ពស់អ្នកសួរទៅអ្នកអាយុច្រើនជាងគឺនិយាយថាគេសួរថានីគួយកឹងអញ្ចឹងទម្រង់នៃការសួរអាយុគឺវាមានច្រើនសន្តានបែបហ្នឹងអញ្ចឹងយើងប្រើប្រាស់ឲ្យបានឲ្យគ្រប់ទៅតាមទម្រង់សូមអរគុណ